មេនេះគឺដូចដឹងចិត្ត10ថ្ងៃទៀតខ្ញុំរើទៅនៅខ្មែរបងប្អូនហើយដាក់ព្រិលធ្លាក់តែចាក់ឯណានៃមើលដក10អង្សាថ្ងៃនេះកាន់តែពិសេសទៀតបានកូនកាត់អាឡម៉ង់មកលេងអញ្ចឹងខ្ញុំធ្វើបបរមន់ស្រែឡើងមួយឆ្នាំងធំទាំងព្រឹកព្រលឹមថ្ងៃធ្លាក់ព្រិលនេះញ៉ាំជុំគ្នាពេញផ្ទះស្ដីជំរាបសួរបងប្អូនទាំងអស់គ្នាកាប់ទៅងាកមិញម៉ែសេលីណាគេមកលេងព្រឹកឡើងខ្ញុំក៏ធ្វើបបរមន់ស្រែទៅមន់ស្រែសល់មកចំហៀងនឹងផងមានអីពិបាកបងប្អូនធ្វើយូរទៅគឺចាំដៃដាក់ស្ងោរមន់មួយផ្លែលីងអង្គមួយផ្លែមានផ្សិតខ្មៅមានអីចឹងទៅបន្ទាប់មកដាក់អង្គចូលងាស់ចូលក្នុងនឹងថែមមានបន្លែការ៉ុតមានអីណាបងប្អូនក៏ដូចជាផ្សិតគ្រឿងទេសបងប្អូនមានយឺហឺបកាក្រៀមអីដាក់បានតែខ្ញុំអត់មានខ្ញុំដាក់តែឆៃបើទេបន្ទាប់មកមានម្សៅស៊ុបអំបិលស្ករទឹកត្រីងាស់ឲ្យអង្គយើងរីកទៅហើយចំនួនមួយខ្ញុំគេចាប់ផ្ដើមបងហ្វីនមកបងប្អូនអូយចេះណាស់ចេះផ្ញើខ្លួនផ្ញើប្រានឲ្យរស់រាយមែនតើខ្ញុំចិត្តដល់ថ្ងៃរើផ្ទះឲ្យបងប្អូនអញ្ចឹងផ្ទះខ្ញុំរៀងញ៉ែញ៉ៃបន្តិចហើយខ្ញុំរៀងរវល់ផងម៉ាក់ខ្ញុំនេះគេក៏ចិត្តទៅលេងខ្មែរដែរក៏ប៉ុន្តែនៅតែឆ្លៀតជួបជុំគ្នាអញ្ចឹងឯងព្រោះតែខ្ញុំរើទៅនៅខ្មែរដឹងកាលយើងបានជួបជុំគ្នាអញ្ចឹងទៀតបងប្អូនអូនិយាយចុះនិយាយឡើងបបរឲ្យបាត់នេះខ្ញុំធ្វើមន់តែមកចាហៀងឯងបងប្អូនឃើញឆ្នាំងធំដែរប៉ុន្តែគ្នាច្រើនម្នាក់មួយចានអស់បានហើយពីនឹងខ្ញុំក៏មានដើមខ្ទឹមទុករយពីលើបបរអញ្ចឹងទៅហើយបបរអាចខ្វះបានទេគឺសណ្តែកបដោះជីខ្ញីខ្ទឹមបំពងឲ្យតិចតួចអញ្ចឹងណាបងប្អូនបបរខ្ញុំថ្ងៃនេះគឺថាគ្រឿងផ្សំមាននៅផ្ទះស្រេចប៉ុន្តែមានឈាមមានអីដែរយើងដាក់ប្រទេសឆាដាក់អីតិចមកគឺល្មមឆ្ងាញ់ប៉ះចំឥឡូវនៅអាឡម៉ង់ត្រជាក់ណាបងប្អូនអើយយប់មិញគឺដល់ទៅដក15អង្សាក្រោកព្រឹកឡើងជុំគ្នាខ្ញុំថាអត់មានអីទេបបរឲ្យបានត្រូវដឹងតែឆ្ងាញ់ហ្មងបងម៉ែឥឡូវពួកម៉ាក់នៅអាឡម៉ង់គាត់ហៅគាត់ទៅខ្មែរទេភាសាទៅជួបគេពេលណានិយាយតែពីខ្មែរបានប្រពន្ធខ្មែរចិត្តមហូបខ្មែរអញ្ចឹងណាបើថាសេលីណានេះវិញកូនកាត់ទេណាប៉ុន្តែចេះញ៉ាំមហូបខ្មែរគ្រប់មុខម្សៅមាញ់ខថ្ងៃនេះបបរអូនហ្វីនក៏ដូចគ្នាព្រោះអញ្ចឹងណាបងប្អូនអីក៏ញ៉ាំដែរបើធម្មតាពេលខ្លះម៉ាក់គេថានេះមានតែ pancake នឹងគឺគេញ៉ាំហីញ៉ាំបានគ្រប់មុខស្រួលអញ្ចឹងបាត់សាច់គេអូខ្ញុំឃើញហើយខ្ញុំខ្នាញ់អញ្ចឹងសម្រាប់បងប្អូនដែលតែងតែសួរថា pancake អាយុប៉ុន្មានបានញ៉ាំបានប៉ុន្តែអូនសេលីណាដឹងតែញ៉ាំបានហើយមានធ្មេញចិត្តទៅ2បើអូនហ្វីនវិញនេះទៅតែមានធ្មេញ4គ្រាប់ទេបងប្អូនតែឃើញ pancake ចេះទាញយុទ្ធញ៉ាំដែរដូច្នេះហើយសម្រាប់បងប្អូនអាចមើលតាមជាក់ស្ដែងបានណាធម្មតាគាត់មានធ្មេញចេះតែ2ចាំឲ្យគាត់ញ៉ាំយើងជៀសវាងខ្លាចស្លាក់អីចឹងទៅសៅនំ pancake របស់យើងឥឡូវគឺមាន3រសជាតិទេបងប្អូនស្លឹកតើយវ៉ានីឡាហើយនិងសូកូឡារបៀបធ្វើដូចខ្ញុំបង្ហាញនៅវីដេអូមុនអញ្ចឹងគឺងាយស្រួលណាស់គាត់ចាប់យកទៅបងប្អូនញ៉ាំបាន2ទៅ3នាក់ជៀនបាន10ទៅ12នំមកម្សៅនំយើងគឺលាយឲ្យស្រេចរូបមន្តអាឡម៉ង់ផលិតនៅក្នុងស្រុកខ្មែរបងប្អូនយកទៅថែមពងមាន់នឹង2គ្រាប់ដោះគោស្រស់200ទៅ250មីលីលីត្រអាស្រ័យលើបងប្អូនឆ្លាញ់សាច់នំបែបកម្រាស់ប៉ុណ្ណាចង់ឲ្យជៀនទៅក្រាស់កម្មាប់គឺដាក់ទៅ200មីលីលីត្របានហើយបើចង់ឲ្យរៀងទុនគឺដាក់250ទៅចុះបើចូលគ្នាឲ្យតែសពចេះមកបងប្អូនអត់ពិបាកសោះគឺអាចជៀនញ៉ាំបានហើយថ្ងៃនេះខ្ញុំធ្វើមួយរសជាតិស្លឹកតើយបងប្អូនស្លឹកតើយខ្មែរយើងនឹងឯងយកទៅសម្ងួតកិនមកចម្រាញ់បានជាម្សៅនៅ pancake រូបមន្តអាឡម៉ង់កូនកាត់ខ្មែរនឹងឯងឈ្ងុយខ្លាំងមែនតើហើយសាច់នំរបស់ខ្ញុំទាំងអស់គឺអត់មានសូវផ្អែមទេអញ្ចឹងកូនក្មេងមនុស្សធំគឺអាចញ៉ាំបានដោយសុវត្ថិភាពបើថាបងប្អូនចូលចិត្តផ្អែមអាចថែមស្ករថែមផ្លែឈើអីបានរបៀបធ្វើបើថាចេះជៀនពងទាគឺជៀននំខ្ញុំញ៉ាំបានហើយបើភ្លើងតិចទៅនេះបងប្អូនដាក់ប្រេងឆាតិចមកបើថាមានកូនខ្ទះខ្ជូតចេះទៀតដាក់ទៅគឺនំយើងស្អាតស្មើគ្នាមែនតើមនុស្សធំវិញក៏អាចញ៉ាំបានដែរជាអាហារពេលព្រឹកអាហារសម្រន់ប្រភេទនំបងប្អូនធ្វើភ្លាមញ៉ាំភ្លាមក្តៅគឺឆ្ងាញ់ណាស់អាចមើលសាច់នំបានដែលសំខាន់គឺងាយស្រួលធ្វើនឹងឯងបងប្អូនយើងធ្វើជៀនដូចជៀនពងទាត្រូវការឡដុតអីញ៉ៃបើថាបងប្អូនចូលចិត្តផ្អែមដេកថែមផ្លែឈើថែមទឹកសូកូឡាឬក៏ទឹកដោះគោខាប់មកអញ្ចឹងបងប្អូនចង់បានអាចឆាតចូល page ឥឡូវបានណាសម្រាប់ការកម្មង់ក្រៅពីហ្នឹងបើចង់បានរង្វាន់ធំអាចចូលរួមលេង challenge បានដោយអូនសេលីណានិងអូនហ្វីនអញ្ចឹងធ្វើនំ pancake ញ៉ាំថតវីដេអូ post លើ Facebook ឬក៏ TikTok ទៅគ្រាន់តែ #mo&my-kitchen ដូចជា pancake challenge គឺមានឱកាសឈ្នះរង្វាន់ហើយ1លានរៀល60ម៉ឺនរៀលក៏ដូចជា40ម៉ឺនរៀលបងប្អូននៅតែអាចបន្តចូលរួមលេងបានរហូតដល់ថ្ងៃទី21ខែ1នេះណាបងប្អូនអរគុណដែលបានទស្សនាបាយ